រពជំរាបសួរទៅកាន់បងប្អូនទាំងអស់គ្នានៅក្នុងរាត្រីនេះដែរបានជួបជាមួយនឹងវត្តមានខ្ញុំបាទសាជាថ្មីម្ដងទៀតនៅក្នុងរាត្រីនេះបងប្អូននឹងបានឮនិងបានស្ដាប់នៅរឿងរ៉ាវដែលដំណើរដោយខ្ញុំបាទជាបន្តទៀតហើយចំពោះរឿងរ៉ាវនៅក្នុងរាត្រីនេះគឺខ្ញុំនឹងនិយាយអំពីរឿងរ៉ាវដែលបានកើតឡើងស្ថិតនៅក្នុងខេត្តព្រះសីហនុឬក៏យើងហៅថាកំពង់សោមដែលរឿងរ៉ាវទាំងអស់ហ្នឹងគឺទទួលបានការចែករំលែកពីបងប្អូនយើងយូរមកហើយគ្រាន់តែថាខ្ញុំមិនដែលបានយកមកដំណាលហើយរឿងរ៉ាវនេះដែរគឺកើតឡើងនៅក្នុងផ្ទះសំណាក់អញ្ចឹងហើយបានជាខ្ញុំដាក់ចំណងជើងថាផ្ទះសំណាក់នៅកំពង់សោមអញ្ចឹងកុំឲ្យខាតពេលវេលាយូរសូមនាំអារម្មណ៍ប្រិយមិត្តអ្នកស្ដាប់ទាំងអស់មកស្ដាប់កំសាន្តជាមួយនឹងការដំណើររបស់ខ្ញុំបាទដូចតទៅរឿងរ៉ាវមួយនេះគឺវាបានកើតឡើងជាង15ឆ្នាំមុនបានកើតឡើងទៅលើបងស្រីម្នាក់ខ្ញុំសូមហៅឈ្មោះគាត់ថាបងលីនដើម្បីឲ្យងាយស្រួលនៅក្នុងការដំណើររបស់យើងកាលពី15ឆ្នាំមុនហ្នឹងបងលីនគាត់អត់ទាន់ធំអត់ទាន់អីទេបានន័យថានៅក្មេងជំទង់នៅឡើយដល់ឲ្យកាលនោះបងលីនគាត់បានប្រាប់ថាបងប្អូនរបស់គាត់ដែលនៅក្រៅប្រទេសណាបានមកលេងស្រុកខ្មែរបន្ទាប់ពីបានទៅលេងទឹកដីខេត្តសៀមរាបរួចហើយពួកគាត់ក៏ចង់ទៅលេងឆ្នេរសមុទ្រខ្មែរអញ្ចឹងទៅអញ្ចឹងហើយម៉ាក់ប៉ារបស់បងលីនណាក៏បាននាំបងប្អូនសាច់ញាតិដែលមកពីក្រៅប្រទេសហ្នឹងទៅលេងនៅឯកំពង់សោមឬក៏យើងហៅឥឡូវនេះថាខេត្តព្រះសីហនុណាចំពោះការទៅលេងកម្សាន្តនៅព្រះសីហនុហ្នឹងមិនមែនថាចេញពីសៀមរាបភ្លាមទៅខេត្តព្រះសីហនុភ្លាមទេបានន័យថាពេលដែលត្រឡប់មកពីខេត្តសៀមរាបវិញហ្នឹងបងប្អូនរបស់គាត់ហ្នឹងមានចិត្តថាចង់ទៅលេងកំពង់សោមដោយសារតែយូរថ្ងៃទៀតបានត្រូវត្រឡប់ទៅប្រទេសក្រៅវិញណាអញ្ចឹងហើយគាត់ក៏បបួលប៉ាម៉ាក់របស់បងលីនទៅម្ដងទៀតបានន័យថាទៅលេងឆ្នេរសមុទ្រនៅឯកំពង់សោមអញ្ចឹងទៅបងលីនគាត់បានប្រាប់ថាតាមពិតទៅបងប្អូនរបស់គាត់ហ្នឹងគឺបែកគ្នារយៈពេលយូរហើយចំពោះបងប្អូនក៏ដូចជាចែក៏ដូចជាបងប្រុសបងអីអញ្ចឹងណាដែលនៅប្រទេសក្រៅហ្នឹងគឺអត់ចេះនិយាយខ្មែរទេដោយសារតែកាលហ្នឹងអ៊ំរបស់គាត់ដែលទៅក្រៅប្រទេសហ្នឹងណាបានយកប្តីនៅទីនោះហើយកូនកើតមកហ្នឹងណាគឺគាត់អត់ចេះខ្មែរអីប្រហែលនឹងរបៀបថានិយាយបៃឡាំឬក៏ស្ដាប់បានអីតិចចឹងណាហើយការត្រឡប់មកវិញហ្នឹងក៏មិនសូវជាមានបងប្អូនអីច្រើននៅឯស្រុកខ្មែរដែរអញ្ចឹងគឺមានតែគ្រូសាបងលីនហ្នឹងទេដែលជាបងប្អូនរបស់គាត់អញ្ចឹងហើយគឺមានតែបបួលបងលីនបបួលក្រុមគ្រូសាគាត់នឹងឯងស្របពេលហ្នឹងបងលីនគាត់ថាជាពេលវេលាសម្រាប់វ៉ាកងផងណាគាត់ក៏បានធ្វើដំណើរទៅជាមួយនឹងបងប្អូនសាច់ញាតិគាត់ដែលមកពីប្រទេសក្រៅហ្នឹងទៅលេងឯកំពង់សោមចំពោះការធ្វើដំណើរដោយសារតែពេលនោះមិនទាន់មានផ្លូវលឿនលឿនដូចជាសម័យឥឡូវទេហើយផ្លូវឯទៀតដែលធ្វើដំណើរហ្នឹងគឺវាមានកលុកវាមានកលៈពិបាកនៅក្នុងការធ្វើដំណើរដែរអញ្ចឹងហើយគាត់ចំណាយពេលយ៉ាងយូរទម្រាំតែទៅដល់កំពង់សោមហើយគ្រាន់តែទៅដល់ភ្លាមគឺអត់ទាន់បានដើរលេងអត់ទាន់បានទៅងូតទឹកសមុទ្រងូតអីដូចតែបំណងប្រាថ្នារបស់បងលីនទេទៅដល់ភ្លាមប៉ាម៉ាក់របស់គាត់ហ្នឹងក៏បាននាំគ្នាទៅរកជួលសន្តាគារឬក៏ផ្ទះសំណាក់អញ្ចឹងទៅដោយឡែកកាលនោះក៏មិនទាន់មានផ្ទះសំណាក់មានអីច្រើនដែរបងលីនគាត់បានប្រាប់ថាសន្តាគារខ្លះផ្ទះសំណាក់ខ្លះហ្នឹងគឺវាមានសភាពទ្រុឌទ្រោមមានសភាពចាស់ជាពិសេសហ្នឹងភ្ញៀវដែលគាត់ទៅលេងច្រើនចំពោះថ្ងៃឈប់សម្រាកណាអញ្ចឹងហើយគឺគាត់អាចរកសន្តាគារដើម្បីស្នាក់នៅបានទេដោយសារតែរកសន្តាគារមិនបានក្រុមគ្រួសារបងលីនណាក៏បានបដូរចិត្តមកដេកផ្ទះសំណាក់វិញក្រុមគ្រួសាររបស់គាត់ហ្នឹងក៏បានស្វែងរកផ្ទះសំណាក់ដែលនៅជាប់មាត់សមុទ្រក៏ប៉ុន្តែពេលហ្នឹងបងលីនគាត់បានប្រាប់ថារកអត់បានទេនិយាយទៅហេតុផលដែលគាត់រកមិនបានហ្នឹងមិនមែនផ្ទះសំណាក់ហ្នឹងគឺថ្លៃជ្រុលថ្លៃអីពេកទេបានន័យថាហេតុផលដែលគាត់រកមិនបានហ្នឹងគឺដោយសារតែថ្ងៃដែលគាត់ទៅលេងហ្នឹងគឺជាថ្ងៃឈប់សម្រាកអញ្ចឹងហើយក៏មានភ្ញៀវជាតិនិងអន្តរជាតិហ្នឹងគាត់ទៅលេងច្រើនហើយមិនសូវទំនេរបន្ទប់ជាស្ដែងទម្រាំតែរកបានផ្ទះសំណាក់ហ្នឹងគឺប្រើរយៈពេលយ៉ាងយូររហូតតតែល្ងាចតែម្ដងបងលីនគាត់បានប្រាប់ថាក្រោយពេលដែលថារកបានផ្ទះសំណាក់ហ្នឹងហើយក៏នាំគ្នាចូលទៅក្នុងផ្ទះសំណាក់ហ្នឹងប៉ុន្តែបងលីនគាត់បានប្រាប់ថាចេះមុនពេលដែលចូលទៅគាត់បានឃើញថាសភាពផ្ទះសំណាក់ហ្នឹងគឺចាស់របៀបថាចាស់ហើយទ្រុឌទ្រោមអញ្ចឹងហ្នឹងគឺមានរបកថ្នាំរបកអីគេអត់បានលាបថ្នាំលាបអីថ្មីទេដំបូងឡើយបងលីនគាត់បានស៊ូប៉ាគាត់ដែរថាមិនបានជួផ្ទះហ្នឹងមើលទៅគួរឲ្យខ្លាចអីចឹងណាប៉ុន្តែប៉ារបស់គាត់បានប្រាប់ថាបើសិនជាគាត់អត់ជួផ្ទះហ្នឹងគឺយប់ហ្នឹងច្បាស់ជាគាត់ត្រូវគេងនៅក្នុងឡានហើយបើមិនគេងក្នុងឡានទេតែគេងនៅមាត់សមុទ្រមាត់អីចឹងទៅហើយមូលហេតុហ្នឹងគឺដោយសារតែគាត់រកផ្ទះសំណាក់និងសន្តាគារហ្នឹងគឺច្រើនហើយប៉ុន្តែរកអត់បានបងលីនគាត់បានប្រាប់ថាដូចជារឿងចម្លែកដែរដោយសារតែផ្ទះសំណាក់ម្ដុំហ្នឹងឬក៏សន្តាគារដែលនៅជិតមាត់សមុទ្រហ្នឹង
គាត់ថាគេជួលទាំងអស់ហ្មងអត់មានសូម្បីសល់មួយបន្ទប់អីគឺអត់មានទេប៉ុន្តែចម្លែកទេសនាមួយហ្នឹងគឺមានបន្ទប់ស្ទើរតែនិយាយទៅគឺសល់បន្ទប់ស្ទើរតែទាំងអស់ហើយអត់មានអ្នកជួលអ្នកអីទេបងលីនគាត់បានប្រាប់ថាបើសិនជាអ្នកធ្លាប់ទៅលេង10ឆ្នាំមុន15ឆ្នាំមុនជាងអីណាច្បាស់ជាស្គាល់ផ្ទះសំណាក់មួយហ្នឹងហើយដែលផ្ទះសំណាក់ហ្នឹងគឺមានរូបរាងពណ៌វាហ្នឹងគឺជាពណ៌ទឹកសមុទ្រអញ្ចឹងបើបងប្អូនធ្លាប់បានទៅលេងពេលហ្នឹងច្បាស់ជាស្គាល់ផ្ទះហ្នឹងហើយខ្ញុំក៏អត់បានស្គាល់ថាផ្ទះហ្នឹងឈ្មោះអីដែរបងប្អូនក្រៅពីសភាពនៃផ្ទះហ្នឹងស្ងាត់គួរឲ្យខ្លាចហើយណាពេលដែលដើរចូលទៅដល់ក្នុងបរិវេណនៃផ្ទះហ្នឹងគាត់ថារឹតតែខ្លាចទៀតពីព្រោះថានៅផ្ទះសំណាក់មួយហ្នឹងវាងងឹតមិនខ្មិចទេរបៀបថាគេបើកភ្លើងរាំងស្ទុំអត់មានភ្លើងអីភ្លឺខ្លាំងអំពូលភ្លឺខ្លាំងជិះឲ្យច្បាស់ថាឃើញមនុស្សឃើញមនីអីអត់ទេគឺឃើញរាំងស្ទុំទេអញ្ចឹងបងប្អូនយើងដែលធ្លាប់ចូលផ្ទះសំណាក់ដែលភ្លើងសឹមអញ្ចឹងច្បាស់ជាសម័យឃើញនៅរូបភាពបែបហ្នឹងហើយជាមួយគ្នាបរិវេណខាងក្រៅហើយថាគួរឲ្យខ្លាចប៉ុន្តែបងលីនគាត់បានប្រាប់ថានៅក្នុងបន្ទប់គឺរឹតតែគួរឲ្យខ្លាចទៀតប៉ុន្តែវាគ្រាន់តែជាអារម្មណ៍គាត់ឬក៏មិនក៏មិនដឹងទេអត់ដឹងថាប៉ាម៉ាក់របស់គាត់ណាគួរឲ្យខ្លាចដែរឬក៏យ៉ាងណាគាត់គេងគ្នា3នាក់នៅក្នុងនោះគឺមានប៉ាគាត់មានម៉ាក់គាត់ហើយនឹងគាត់អញ្ចឹងទៅហើយបន្ទប់ផ្សេងក៏មានបងប្អូនរបស់គាត់សម្រាប់ចឹងទៅបងលីនគាត់បានប្រាប់ថាគ្រាន់តែបើកទ្វារភ្លាមគាត់មានអារម្មណ៍ថាត្រជាក់ខ្លួនស្រាប់តែម្ដងដូចជាមានអ្នកណាម្នាក់នៅក្នុងបន្ទប់ហ្នឹងគេបើកម៉ាស៊ីនត្រជាក់ចោល24ម៉ោងអីចឹងណាប៉ុន្តែជាស្ដែងទៅបន្ទប់ហ្នឹងគឺអត់មានបើកម៉ាស៊ីនត្រជាក់ឬក៏បើកអីគ្រាន់តែថាវាជាខ្យល់ត្រជាក់មកពីសមុទ្រអីក៏មិនដឹងដោយសារតែប្អួយហ្នឹងគឺបើកចោលហើយធម្មតានៅក្បែរមាត់សមុទ្រអញ្ចឹងគឺវារាំងមានខ្យល់មានអីបកអញ្ចឹងទៅបងលីនគាត់បានប្រាប់ថានៅក្នុងបន្ទប់ហ្នឹងគឺមានសភាពរាំងចាស់ដែរបើកលេចមើលទៅកាន់ទូដាក់កៅអៅទូដាក់អីដែលគេដាក់ក្នុងហ្នឹងណាគឺវាមានសភាពធ្លុះប្រហោងអីខ្លះដែរគ្រាន់តែថាមិនដឹងថាជាឈើម៉ូតរបស់គេឬក៏មិនទេគ្រាន់តែថាមើលទៅសភាពរាំងធ្លុះធ្លាយតែម្ដងមិនមែនថាការធ្វើរចនាម៉ូតអីទេចំពោះការតុបតែងរៀបចំបន្ទប់វិញណាបងលីនគាត់បានប្រាប់ថាបើទោះបីជាវានៅក្នុងឬក៏ជាប់នៅមាត់សមុទ្រក៏ពិតមែនក៏ប៉ុន្តែផ្ទះហ្នឹងគឺត្រូវបានគេរចនាដោយប្រើគ្រឿងសង្ហារិមជាប្រភេទឈើច្រើននៅក្នុងបន្ទប់គឺមានតាំងពីកៅអីអង្គុយលេងទៀតមានតុតូចមួយកៅអីអង្គុយចឹងទៅប៉ុន្តែតុនិងកៅអីហ្នឹងគឺធ្វើអំពីឈើបងលីនគាត់បានប្រាប់ថាឈើហ្នឹងមិនមែនជាឈើប្រភេទគេកែច្នៃដូចជាដើមសសេកដើមចទាលដើមស្វាយចន្ទីដើមអីគឺមិនមែនទេជាប្រភេទឈើដែលមានតម្លៃតែម្ដងដោយសារតែការនោះស្រុកយើងក៏មិនទាន់ខ្សត់ខ្សោយព្រៃឈើដែរគឺមានឈើច្រើនហើយប្រហែលជាការធ្វើនៅគ្រឿងសង្ហារិមអញ្ចឹងក៏មិនថ្លៃដែរចម្លែកដែរបងប្អូនបើយើងក៏លេខមកមើលសម័យបច្ចុប្បន្នណាកម្រគេប្រើគ្រឿងសង្ហារិមជាឈើជាអីជាពិសេសគឺកម្រដាក់មានតុកមានអីនៅក្នុងបន្ទប់ណាលើកលែងតែថាជាកៅអីជ័រជាតុកជ័រអញ្ចឹងទៅដែលគេដាក់រៀបចំសម្រាប់ភ្ញៀវដែលគាត់មកសម្រាប់ហ្នឹងគឺគាត់មានកន្លែងសម្រាប់អង្គុយញ៉ាំអីអញ្ចឹងទៅក្រៅពីគ្រឿងសង្ហារិមដ៏គួរឲ្យខ្លាចហើយបងលីនគាត់បានប្រាប់ថានៅតាមជាងណាគឺបន្ទប់ទេសនាហ្នឹងគឺមានដេក័រជាមួយនឹងរូបថតចាស់ដែលមើលទៅហាក់បីដូចជារូបថតស្ដេចចំនួនណាមួយក៏មិនដឹងរួមជាមួយនឹងរូបថតនៅក្នុងសម័យអាណានិគមបារាំងចំពោះការតុបតែងនិងតាំងលម្អនៅរូបថតចាស់ក៏ដូចជារូបថតដែលខ្ញុំបានពិពណ៌នាអញ្ចឹងណាបងស្រីគាត់បានប្រាប់ថាវាគួរឲ្យខ្លាចសម្រាប់គាត់មើលទៅប៉ាម៉ាក់របស់គាត់ប្រហែលជាមានអារម្មណ៍មិនខុសពីគាត់ប្រមាណនេះក៏ប៉ុន្តែដោយសារតែដូចតែបាននិយាយខាងដើមអញ្ចឹងដោយសារតែអត់មានជំរឿអត់មានការជ្រើសរើសដោយថាផ្ទះអត់មានជួលសន្តាគារក៏គ្មានអញ្ចឹងមានត្រូវតែសម្រាប់កន្លែងហ្នឹងប៉ុន្តែគាត់ថាគាត់ចេះនិយាយលួងលោមកូនស្រីរបស់គាត់លួងលោមបងលីនណាថាតែខ្លាចអីកូនគេងនៅបន្ទប់ហ្នឹងហើយបងលីនដំបងគាត់បានប្រាប់ថាគាត់អត់ចង់គេងអញ្ចឹងណាបានជាប៉ាគាត់លួងដោយសារតែគាត់បានឃើញដូចតែខ្ញុំបាននិយាយអញ្ចឹងហើយក្រោយពេលដែលថារៀបចំទុកដាក់សម្ភារៈបង្វិចអីវ៉ាន់ខោអាវសម្លៀកបំពាក់អីរួចរាល់ហើយណាអញ្ចឹងហើយពួកគាត់ក៏នាំគ្នាទាំងអស់គ្នាទាំងម្ដងទាំងមានអ៊ំស្រីរបស់គាត់ទាំងមានប៉ាម៉ាក់របស់គាត់រួមទាំងបងប្អូនរបស់គាត់ទាំងអបានណានាំគ្នាចុះទៅរកញ៉ាំអីពីព្រោះថាការធ្វើដំណើរក៏វែងឆ្ងាយជាមួយគ្នានោះដែរចំពោះការស្វែងរកនៅទេសនាទីអីហ្នឹងក៏វាប្រើរយៈពេលយូរអញ្ចឹងហើយនៅក្នុងថ្ងៃទី1របស់ពួកគាត់ណាគឺអត់បានទៅលេងទឹកសមុទ្រទេគ្រាន់តែថាពេលល្ងាចហ្នឹងគឺបានញ៉ាំអីនៅមាត់សមុទ្រអីអញ្ចឹងទៅក្រោយពីកម្មវិធីជួបជុំបងប្អូនជប់លៀងនៅមាត់សមុទ្រនឹងវាបានចប់ណាវេលាម៉ោងប្រហែលជា 9:10 ទេពួកគាត់ក៏បានត្រឡប់មកផ្ទះសំណាក់វិញហើយម្នាក់ក៏បាននាំគ្នាចូលទៅក្នុងបន្ទប់គេងរបស់ខ្លួនរៀងៗខ្លួនចឹងទៅបងលីនគាត់បានប្រាប់ថាក្រោយពេលដែលនាំគ្នាសម្រាកទាំងអស់គ្នាស្ងាត់សូន្យក្នុងបន្ទប់ឯហ្នឹងណាស្រាប់តែវេលាម៉ោង 12 យប់
ដែលពេលហ្នឹងបងលីនគាត់ក៏បានភ្ញាក់ហើយការដែលគាត់ភ្ញាក់ហ្នឹងគឺគាត់បានឮសូរសំឡេងមនុស្សស្រីម្នាក់ដែលសំឡេងហ្នឹងបើស្ដាប់ទៅគាត់ថាអាចថាវ័យប្រហែលជាអាយុ30ឆ្នាំអីហ្នឹងណាបងលីនគាត់បានប្រាប់ថាសំឡេងហ្នឹងគឺបានហៅឈ្មោះគាត់ហៅឈ្មោះបងលីនហ្នឹងណាហើយហៅឲ្យក្រោកបងលីនគាត់ក៏បានប្រាប់ថាអញ្ចឹងពេលដែលហៅដបងហ្នឹងណាគាត់ស្មានថាគាត់យល់សពទេពីព្រោះថាមនុស្សកំពុងតែដេកណាដេកសុកស្រាប់តែឮសំឡេងលីនក្រោកឡើងអីចឹងណាដល់ពេលអញ្ចឹងគាត់ក៏រៀងរបៀបថាភ្ញាក់ម្ដងតិចពីកម្រិតភ្ញាក់កំពុងតែដេកស្លុបខ្លាំងរហូតដល់ភ្ញាក់តិចគឺភ្ញាក់ដឹងខ្លួនយកតែម្ដងសំឡេងហ្នឹងគឺហៅគាត់ដល់ទៅ3ដងគាត់មកមើលមកមាយគាត់ស្មានតែថាម៉ាក់របស់គាត់ហ្នឹងជាអ្នកហៅគាត់ព្រោះម៉ាក់របស់គាត់ក៏អាយុ30ឆ្នាំអីហ្នឹងដែរប៉ុន្តែពេលដែលគាត់ក្រោកឡើងណាគឺរបៀបថាអត់មានអ្នកណាហៅគាត់ហើយក៏ម៉ាក់របស់គាត់ប៉ារបស់គាត់ហ្នឹងគឺនាំគ្នាសម្រាកអញ្ចឹងទៅហើយភ្ញាក់ឡើងគឺភ្ញាក់តែគាត់ម្នាក់ឯងកំពុងតែអង្គុយសម្លឹងមើលឆ្វេងស្ដាំសម្លឹងមើលប៉ាម៉ាក់របស់គាត់ហើយអារម្មណ៍របស់គាត់ហ្នឹងគឺកំពុងតែភាំងរបៀបថាឆ្ងល់ថាអ្នកណាគេហៅអ្នកណាគេអីអញ្ចឹងណាស្រាប់តែពេលនោះបងលីនគាត់ឡើងភ្ញាក់ព្រឹតតែម្ដងបេះដូងរបស់គាត់ចាប់ផ្ដើមលោតញាប់ដោយសារតែគាត់ភ័យខ្លាចដឹងគាត់ខ្លាចអីបងប្អូនគាត់កំពុងតែសម្លឹងមើលផ្លឹកជាមួយនឹងប៉ាម៉ាក់របស់គាត់ហ្នឹងស្រាប់តែគាត់បានឮសូរសំឡេងអាខ្យល់វាក៏កិតជាមួយនឹងបង្អួចបងប្អូនអញ្ចឹងបងប្អូនយើងដែលនៅផ្ទះខ្ពស់ហើយមានបង្អួចអីក្បិតចិត្តអញ្ចឹងច្បាស់ជាឮសូរខ្យល់ហ្នឹងហើយអាខ្យល់ហ្នឹងបងប្អូនគឺដូចសំឡេងមនុស្សធ្វើអញ្ចឹងរបៀបថាមនុស្សដូចមនុស្សធ្ងោអញ្ចឹងបងលីនគាត់ក៏ងាកមើលពេលងាកមើលក៏គាត់យល់ថាប្រហែលជាខ្យល់ប្រហែលជាអីអញ្ចឹងណាហ្នឹងហើយពីព្រោះថាពេលហ្នឹងគាត់ឃើញថាវាងណូននៅកន្លែងប្អូនហ្នឹងគឺវាបក់ផាត់ផាយអញ្ចឹងទៅគាត់ក៏បែរមករកប៉ាម៉ាក់របស់គាត់ដោយប្រង់នឹងដាក់ខ្លួនសម្រាប់វិញពេលដែលគាត់ដាក់ខ្នងដល់ក្រេក្បាលដល់ខ្នើយក៏ស្រាប់តែគាត់ឮសូរសំឡេងនៅនឹងមាត់បង្អួចដែលសំឡេងហ្នឹងគឺឮដូចជាមនុស្សគេយកកញ្ចក់ដៃហ្នឹងទៅកោតនឹងកញ្ចក់បង្អួចអញ្ចឹងបង្អួចផ្ទះសំណាក់ហ្នឹងឯងបងលីនគាត់ថាឮសូរគ្រឺតដល់ពេលហ្នឹងគាត់ព្រឺក្បាលខ្លាំងមែនទែនមកគ្រឺតទៅគឺព្រឺក្បាលឡើងខ្ញាក់យកតែម្ដងចំពោះស្ថានភាពបែបហ្នឹងគឺគាត់ខ្លាចខ្លាំងមែនទែនណាមួយគាត់មានរបៀបថាមានវ័យក្មេងដែរអញ្ចឹងគាត់អត់ទាន់អាយុច្រើនទេគាត់ក៏បានទាញភួយទាញអីហ្នឹងមកកលុំភួយដើម្បីកុំឲ្យឮសូរសំឡេងហ្នឹងអញ្ចឹងគាត់ក៏សម្រាកលក់ទៅបងលីនគាត់បានប្រាប់ថាក្រោយពេលដែលគាត់ឃ្លុំភួយឃ្លុំអីអញ្ចឹងទៅណាគាត់ក៏បានសម្រាកលក់ហើយក៏មិនបានឮសូរសំឡេងកោតកញ្ចក់ដៃនឹងកញ្ចក់នឹងទៀតដែរប៉ុន្តែក្រោយពេលដែលគាត់កំពុងតែសម្រាកហ្នឹងបងលីនគាត់ស្រាប់តែឮសូរសំឡេងដូចគេងូតទឹកនៅក្នុងបន្ទប់ទឹកអញ្ចឹងហើយសំឡេងគេងូតទឹកនៅក្នុងបន្ទប់ទឹកហ្នឹងគឺបានធ្វើឲ្យគាត់នឹងភ្ញាក់ពីដំណេកម្ដងទៀតហើយប៉ុន្តែគាត់ភ្ញាក់ម្ដងហ្នឹងគឺគាត់អត់ទាន់បានបើកភ្នែកទេហើយបងប្អូនចាំបានទេថាគាត់ទាញភួយមកឃ្លុំភួយអញ្ចឹងបើទោះបីជាគាត់បើកភ្នែកក៏គាត់អត់បានមើលឃើញឆ្វេងស្ដាំឬក៏នៅក្បែរខ្លួនឯគាត់ដែរបងលីនគាត់ស្មានថាព្រឹកហើយអញ្ចឹងណាស្មានតែម៉ោង4ម៉ោង3អញ្ចឹងទៅដោយសារតែប៉ាម៉ាក់របស់គាត់ទម្លាប់របស់គាត់ឲ្យតែថាពេលព្រឹកគឺគាត់ងូតទឹកមុននឹងចេញទៅធ្វើការអញ្ចឹងគាត់គិតថាសំឡេងដែលងូតទឹកហ្នឹងបើមិនសំឡេងប៉ារបស់គាត់ក៏សំឡេងម៉ាក់របស់គាត់ដែរពីព្រោះថាជាទម្លាប់របស់ពួកគាត់ទាំងពីរនេះឯងហើយបងប្អូនច្បាស់ជាឆ្ងល់ដែរថានៅចុះពេលដែលគាត់គេងហ្នឹងគឺគាត់បានឃ្លុំភួយហើយគាត់អត់ឮសំឡេងបង្អួចគេកោតអញ្ចឹងទៀតទេប៉ុន្តែហេតុអីបានជាគាត់ឮសំឡេងគេងូតទឹកនៅក្នុងបន្ទប់ទឹកបើបងប្អូនឆ្ងល់បែបហ្នឹងក៏ដូចជាខ្ញុំឆ្ងល់ដែរពីព្រោះថាខ្ញុំក៏បានសួរបងលីនកន្លែងហ្នឹងដែរថាបងហេតុអីបានជាពេលដែលគេកោតកញ្ចក់ពេលដែលបងឃ្លុំភួយហ្នឹងបងអត់ឮសំឡេងប៉ុន្តែពេលដែលគេងូតទឹកបែរជាបងឮសំឡេងបងលីនគាត់បានប្រាប់ថាដោយសារតែអញ្ចឹងតាមពិតទៅបន្ទប់ហ្នឹងគឺមានក្រេ2ក្រេមួយគឺប៉ាម៉ាក់របស់គាត់គេមួយគ្នាចំណែកឯក្រេមួយទៀតគឺជាក្រេរបស់គាត់គេចំណែកឯងក្រេប៉ាម៉ាក់របស់គាត់ហ្នឹងគឺនៅឯនេះនៅជាប់នឹងបង្អួចប៉ុន្តែបើក្រេរបស់គាត់វិញគឺវានៅជាប់នឹងបន្ទប់ទឹកតែម្ដងអញ្ចឹងហើយបានជាសំឡេងហ្នឹងវាធ្វើឲ្យគាត់បានឮច្បាស់តែម្ដងហើយបន្ទាប់ពីឮសំឡេងងូតទឹកម៉ាសបកអញ្ចឹងទៅគាត់ក៏បានឮសូរសំឡេងដូចជាមានធ្លាក់របស់មកលើឥដ្ឋការ៉ូអញ្ចឹងនិយាយថារបស់រាំងធ្ងន់ស្រួយដូចជាកំប៉ុងដូចជាអីអញ្ចឹងណាគាត់ថាឮទៅគាត់ឡើងបេះដូងគាត់ឡើងបឹបឡើងភ័យម្ដងទៀតណាហើយមួយទៀតគាត់គិតថាខ្លាចថាប៉ាម៉ាក់របស់គាត់នឹងមានបញ្ហាអីអញ្ចឹងគាត់ក៏បើកភួយចេញមកមើលណាបងប្អូនដឹងមិនទេពេលដែលគាត់បើកភួយមកណា
គាត់ឃើញថាប៉ាម៉ាក់របស់គាត់កំពុងតែគេមួយម៉ាក់គាត់អញ្ចឹងចុះសំឡេងអ្នកណាគេដែលគេងូតទឹកងូតអីហ្នឹងសំឡេងអ្នកណាក្រៅពីសំឡេងប៉ាម៉ាក់របស់គាត់នៅពេលហ្នឹងបើទោះបីជាក្រេរបស់ប៉ាម៉ាក់របស់គាត់នៅជាប់នឹងគាត់ក៏ពិតមែនបងលីនគឺគាត់អត់ហ៊ានងើបចេញពីក្រេរបស់គាត់ដើម្បីដើរទៅរកប៉ាម៉ាក់របស់គាត់ទេនិយាយទៅគឺគាត់ស្រែកហៅប៉ាម៉ាក់របស់គាត់ពីចម្ងាយតែម្ដងពេលដែលគាត់ហៅព្យាយាមហៅប៉ាម៉ាក់របស់គាត់ហ្នឹងទៅប៉ាម៉ាក់របស់គាត់ក៏ភ្ញាក់ហើយពេលប៉ាម៉ាក់របស់គាត់ភ្ញាក់អញ្ចឹងទៅគាត់ក៏និយាយរឿងរ៉ាវខ្លះៗប្រាប់គាត់ថាគាត់នឹងអត់ហ៊ានគេងនៅក្រេមួយម្នាក់ឯងទេគាត់ចង់មកគេងឡើងហ្នឹងដែរពេលហ្នឹងប៉ារបស់គាត់ដែលយល់ឃើញថាក្រេហ្នឹងគឺវារាំងតូចរបៀបថាគេងគ្នា3នាក់អត់ចោះអញ្ចឹងណាអញ្ចឹងគាត់ក៏មកគេងនៅក្រេមួយទៀតដែលជាក្រេរបស់បងលីនហ្នឹងឯងហើយឲ្យបងលីនហ្នឹងទៅគេងមួយម៉ាក់របស់គាត់អូកន្លែងនេះដោយសារតែខ្ញុំនិយាយទៅគឺវាដូចជាបាត់ចំណុចមួយដែលឲ្យបងប្អូនយើងសង្ស័យអញ្ចឹងខ្ញុំសូមត្រឡប់ក្រោយបន្តិចបងលីនគាត់បានប្រាប់ថាសំឡេងងូតទឹកនិងសំឡេងធ្លាក់របស់ធ្លាក់របស់ហ្នឹងជាស្ដែងទៅតាំងពីគាត់មិនទាន់ក្រោកដឹងថាសំឡេងនៅក្នុងបន្ទប់ទឹកហ្នឹងមិនមែនជាប៉ាម៉ាក់របស់គាត់ណាគឺសំឡេងហ្នឹងវាលឺយូរមែនវាលឺយូរវាថាអស់ពីងូតទឹកបានជាធ្លាក់របស់ប៉ុន្តែពេលដែលគាត់ទាញភួយបើកមកសំឡេងហ្នឹងក៏វាស្ងាត់ទៅហើយគាត់ក៏បានបញ្ជាក់ដែរថាវាមិនមែនជាអ្នកណាម្នាក់ដែលគេងូតទឹកនៅជាប់នឹងបន្ទប់របស់គាត់អីគឺអត់ទេដោយសារតែវេលាស្មើនឹងមិនមែនជាម៉ោង4ម៉ោង3ទេនិយាយទៅគឺទៅតែម៉ោង1យប់ទេទៅតែម៉ោង1យប់ណាតែបងលីនគាត់សង្ស័យខ្លួនឯងទេថាវាជាម៉ោង3ម៉ោង4ដែលប៉ាម៉ាក់របស់គាត់ក្នុងងូតទឹកអីចឹងណាអាហ្នឹងគឺជាការសង្ស័យរបស់គាត់អញ្ចឹងរឿងហ្នឹងគឺប៉ុណ្ណឹងឯងឥឡូវខ្ញុំបន្តជាមួយនឹងសាច់រឿងយើងបន្តទៅទៀតបងលីនគាត់បានប្រាប់ថាមួយយប់ហ្នឹងគឺគាត់ហាក់បីដូចជាមិនបានគេងទេដោយសារឲ្យតែគាត់បិទភ្នែកគឺគាត់នឹងលឺបិទភ្នែកនឹងលឺសំឡេងបិទភ្នែកនឹងលឺសំឡេងគ្រាន់ថាសំឡេងខ្លះវាខុសគ្នាអញ្ចឹងណាពេលខ្លះលឺសំឡេងកោតកញ្ចក់ពេលខ្លះលឺសំឡេងគេស្រែកហៅដោយការដែលយើងនិយាយពីខាងដើមអញ្ចឹងប៉ុន្តែបងលីនគាត់បានគិតថាចេះពេលដែលគាត់គេងជាមួយនឹងម៉ាក់គាត់ណាច្បាស់ជាគាត់មានភាពកក់ក្ដៅជាងមុនហើយគាត់ប្រហែលជាមិនលឺសូរសំឡេងអីទៀតទេប៉ុន្តែការគិតរបស់គាត់ណាវាផ្ទុយស្រឡះតែម្ដងបងប្អូនពីព្រោះថាបងលីនហាក់បីដូចជាមានកញ្ចៅខ្មោចលងមិនដឹងឯងបើតាមតែគាត់និយាយពីព្រោះថាពេលដែលគាត់គេងនៅចិត្តម៉ាក់របស់គាត់ហើយនៅតែមានវាថានៅមានលឺសំឡេងទៀតណាអស់ពីលឺសូរសំឡេងគេងូតទឹកសំឡេងនៅក្នុងបន្ទប់ទឹកនឹងហើយសំឡេងថ្មីមួយទៀតពេលដែលប៉ាម៉ាក់របស់បងលីនគាត់គេងលក់ហើយនៅតែបងលីនហ្នឹងណាគាត់បានលឺសំឡេងថ្មីមួយទៀតដឹងសំឡេងអីបងប្អូនពេលដែលគាត់កំពុងតែគេងលក់រៀងលាវហ្នឹងណាគាត់ក៏បានលឺសូរសំឡេងសម្រាប់ជើងដែលគេដើរនៅជាន់ខាងលើសំឡេងហ្នឹងគឺជាមនុស្សតែម្នាក់ឯងប៉ុន្តែដើរទៅដើរមកដើរទៅដើរមកគឺដើរតែពីលើបន្ទប់របស់បងលីនឯងហាក់បីដូចជាអ្នកដែលនៅគេងនៅជាន់ខាងលើហ្នឹងគឺគាត់ធ្វើដំណើរចល័តបានន័យថាផ្លាស់ប្ដូរទីទៅមកអញ្ចឹងទៅប៉ុន្តែដោយដែលបងប្អូនបានដឹងអញ្ចឹងថាសន្តាគារអធិស្ឋានគឺផ្ទះសំណាក់មួយហ្នឹងណាបងលីនគាត់បានប្រាប់ថាស្ងាត់មែនតើអត់មានអ្នកណាគេជួលទេហើយចំពោះភ្ញៀវដែលបានមកគេងហ្នឹងសម្រាប់ជាន់ទី1ក៏គេងស្ទើរតែមិនគ្រប់បន្ទប់ផងអញ្ចឹងបានន័យថាជាន់ទី2ហ្នឹងគឺអត់មានមនុស្សទេប៉ុន្តែពេលហ្នឹងបងលីនគាត់ក៏អត់ដឹងថាមានមនុស្សមិនមានមនុស្សទេពីព្រោះថាគាត់បានឮសូរសំឡេងព្រឹបជាសំឡេងដានជើងសំឡេងគេដើរនៅលើហ្នឹងណាហ្នឹងហើយអញ្ចឹងសម្រាប់ផ្ទះសំណាក់ណាដែលគេធ្វើប្លង់សេចាក់ប្លង់សេហ្នឹងរាំងស្ដើងច្បាស់ជាដើរទៅលឺហើយបងលីនគាត់ថាអញ្ចឹងគឺលឺអញ្ចឹងលឺគេដូចមនុស្សដើរអញ្ចឹងហើយពេលហ្នឹងពេលដើរព្រឹបអញ្ចឹងគាត់មិនបានគិតថាមានមនុស្សមានភ្ញៀវឯនៅលើគឺគាត់អត់បានគិតអញ្ចឹងទេដោយសារតែវាមិនមែនជាលើកទី1ណាបើសរុបទៅអាចថាជាលើកទី4ហើយហ្នឹងតាំងពីសំឡេងមនុស្សស្រីហៅតាំងពីលឺកោតកញ្ចក់ងូតទឹកមកដល់សំឡេងហ្នឹងគឺសំឡេងទី4ហើយដែលគាត់បានលឺអញ្ចឹងរឿងរ៉ាវចម្លែកទាំងអស់ហ្នឹងគឺគាត់បានលឺជាលើកទី4ហើយអញ្ចឹងគាត់អត់គិតថាមនុស្សជាអ្នកបង្កើតឡើងអីគឺអត់ទេគាត់គិតថាខ្មោចលងគាត់តែម្ដងប៉ុន្តែដោយដែលបងប្អូនយើងបានដឹងអញ្ចឹងថាពេលដែលគាត់លឺហ្នឹងគឺគាត់លឺរបៀបថាតាំងពីគាត់នៅលីវអត់ទាន់លក់ស៊ុបទេហើយពេលដែលគាត់លឺសូរសំឡេងអញ្ចឹងគាត់ក៏បើកភ្នែកធំបានន័យថាគាត់ភ្ញាក់ពីដេកណាប៉ុន្តែសំឡេងហ្នឹងពេលដែលគាត់បើកភ្នែកឡើងគឺអត់លឺទេវាយ៉ាប់ចង់ថាត្រង់ថាចេះបងប្អូនឲ្យតែពេលថាគាត់បិទភ្នែកសំឡេងហ្នឹងគឺចាប់ផ្ដើមលឺហើយការដែលលឺហ្នឹងមិនមែនលឺថាតែម្ដងអីទេឲ្យតែគាត់បិទភ្នែកគេងរៀងលីវគាត់ថាសំឡេងហ្នឹងគឺលឺទៀតហើយលឺព្រឹបទៀតហើយគ្រាន់តែថាអញ្ចេះបងប្អូនគាត់បានប្រាប់ថាបើសិនជាគាត់អត់គេងសំឡេងហ្នឹងគឺអត់លឺទេបានន័យថាលុះត្រាតែគាត់គេងលុះត្រាតែគាត់ហ្នឹងបិទភ្នែកពេលគាត់បើកភ្នែកឡើងគឺលែងលឺហើយ
sầm lấy mà nụ đà để nơi chọn khẳng lớn nó mình toan bắt mình toan ấy phóng bông liên có than chứ sạp tha mình đang chỉ miền sạch chma mau pin ná một bốn vì cái bông tay dung là biết than dung rồi hâm mình đang chỉ vì nó cái bông tay rock mê rock small rứ có rock côn vì thế hai sầm lấy mùi nâng á cứ dung phơi quạt nhẹ tầm đòn hay có tha ai tha sầm lấy nó cứ chỉ chma bớt bị bùa thằng pe để quạt nhẹ láng á sầm lấy nó cứ nơiแต่lưแต่đài thế lư miêu chẳng hạn là vi dung bông ôn là miền chấm chma thọm chấm chma chỉ bà chia thọm bàn lư sầm lấy nó này bẹ cái đà dục ấy cứ vi dung á mong lín con bàn bẹp thang dung hay cứ bật tụ bây giờ đang thang vì chỉ chma mấy bàn tay cứ khai hay bật tụ bị hai ca nữa mong lín con bẹp ba mẹ bà con chóp oi chấm chma bị bùa thằng te con miền chmaแต่เป็นนั้นกดปราบท่ากดคลาชมาหมองกดคลาชมาเหมือนถ้าคลาวิโรมวีคลาไอ้นี่คือคลาเดี๋ยวถ้าคลาสมเลยวิจุมทำนองให้สมเลยชมานั่งวิจุมอัดเตอร์นาชไงหรือก็ยุมกันไหลนาชไงวิจุมหาใบโดยจีสัตชมานั่งวิจองบักวิโชประตูกอดจังวิจุมหนึ่งมอดทวีบอกกอดนั่งไอ้ปัญหาทวีนั่นคือจักกันเลยรู้ไอ้ประตูปีสัตชมายุมไปให้จีออกดอกเนื้อตีมองลิ้นกดบานประทาสมเลยชมานั่งก็วิสงัดhai bật to bị viết ngạn trắng cọt cò việc thay cọt kênh để xa thay cọt nắng cứ ọt ngồi khăng bên tên mong ổn mà giúp tăng bị mong đọc pi mong mùi chiên hai nắng cứ ở toàn bàn kênh vinh thế để xa thay kênh lư xâm lệnh trắng cọt có bàn kênh lụa mà sần tu tới cái p để cọt kênh lụa mà sần tu và hai chi cả lá mong thế giết anh về bàn tha và hai chi mong pi sắp tại p nâng á cứ cọt nhẹ mà đòn tiền hai nhiệm dòng tiết nó cứ quạt bàn lư xô sầm lên không mấy giống nơi bật túc đây là chụp quạt bàn này tha bật túc tô lần các ba quạt á quạt kênh đặt ba tờ bật túc mùi tiền đó một buồn trắng sầm lên nó cứ lư chụp ba mình tên lư dung đôi con nga nó cứ dung đôi nơi các ba từ chị quạt chẳng bằng lín quạt bàn tạp tha quạt ở sơ khá gì sầm lên không mấy nữa rồi đời xa ta ở đón về để quạt nhẹ láng á sầm lên chẳng lại để quạt bàn lư nó cứ việc ngàn bàn tay sầm rạp không mấy dung mới nè để quạt nhẹ hai còn nới thì lưu dùng này chẳng còn ai sẵn than bàn tha chỉ nhiều đợt tây để quạt miền côn anh miền ấy mà tam đây chẳng đấy hai cái bị bàn lưu dùng mà sợ bỏ nắng có bàn lưu xô xâm lì mà đài bọc kê nắng riêng mỏng pề bàn tay còn để đăng tha lồng non mỏng pế đó họ đăng tha riêng bạc mày thì còn để hâm chẳng tới hai xâm lì không mấy nắng có bắt lưu dùng từ cái bị không ai bàn dùng chẳng tới bằng lín con có bàn kênh hay đời sao tại mình xâm lấy đồng khán con có bàn kênh lụa mong và hai chi mong bày bị prức con có bàn lư xô xâm lấy những dung mà đòn tiền xâm lấy không ai còn nga dung mà đòn tiền tất này hay vị trí đương thăm mà đá thì bà xin chỉ không ai mấy ai tham mong nó việc liên bài liên ấy chẳng á mà bọn chẳng vì dùng thế này bằng lín con có cọc lang mà đòn tiền hay con có ngon mến tên có ngon thân chơi có thằng hay cho nè na cái mạch ban mình oi côn bay mình oi thực đó côn mơ mày chẳng thế đầm bay cả mọi vì dùng chẳng á bị bộ tha rung khan là đọc như đợt tây tôi dáng đôi chỉ còn chẳng có bông tay cây sọc á có snap tay rồi bị thay có snap tay lư sầm lấy mình dùng những thứ nhẹ bên nắng con mình ban lư xô sầm lấy miên và đai luôn cái đấy còn là tha không mấy những hạ bay đôi chiều về ngạt từ vinh về để quạt bàn cọc mà sờ bỏ nữa hai để xa tay vì li mong bay ra hái vì chết bật thay chứng con có bàn kênh vinh tử mong lín còn bàn đập thà về bực láng còn bàn tròn trận còn tròn đằng thà cho không mình dùng bánh nắng chỉ cô để nè hai quạt có coi mơ coi lên này mọt vía bỏ quạt mọt vía bật tục bỏ quạt nắng vì bỏ thà nâng mọt bật tục nắng vì miền cả lại cái đá bỏ buồn chẳng còn coi lên lại nắng tới hai quạt sầm lăng cha thì sầm lăng mơ tập bật tục để quạt bàn lư nắng chiếc đai tới bỏ buồn bật tục nắng á cứ chia bật tục bỏ ông say bỏ quạt hai tam bật ông say bỏ quạt ở miền côn say côn ngay thì côn bỏ quạt á thông ở hỏi chẳng sầm lên mới nữa ạ về lư màu bị hàng này bông ôn vạch kịch ấy tròn đấy sầm lên mới nâng lư màu bị hàng ná tam bật tới bà bông ôn chia bằng liên vĩnh và hai chia bông ôn nhớ bạn đang thằng bị đau mộng lại bị bỏ tha vì mẫn chỉ lơ tim mui để con ban lư sầm lên nè Vister tại pin mà giúp đó sầm lên là con lưới còn hp làm việc đô tư sầm lấy ní tao sầm lấy nước tao sầm lấy ní trứng ban này tha miền tai sầm lấy nó cứ sầm lấy không mọi lon đợt pe đăng tháng vi chia sầm lấy không mọi lon trứng bằng lín con cha bà ram tha trứng sầm lấy chma dung nữa con bà hai chia mền sầm lấy chma dung bứt này bị bỏ tha mong bốn đằng
វាមិនដែលមានសន្តាគារឬក៏ប្រទេសសំណាក់ណាដែលគេចិញ្ចឹមសត្វឆ្មាត្រូវអញ្ចឹងវាលឺយំពាក់កណ្ដាលយប់រំលងអាត្រៀតម៉ោង1ម៉ោង2ហ្នឹងប្រហែលជាមិនមែនសំឡេងឆ្មាអញ្ចឹងអាចគិតថាជាសំឡេងខ្មោចលងនឹងឯងបងលីនគាត់ក៏បានប្រាប់ប៉ាម៉ាក់របស់គាត់អំពីដំណើររឿងដែលគាត់បានជួបកាលពីយប់មិញហើយគាត់បានប្រាប់ថាប៉ាបើសិនជាប៉ានៅតែគេងនៅផ្ទះសំណាក់មួយនឹងទៀតកូនដេកអត់លក់អីកូនគេអត់លក់អីដោយសារតែដំណើរកំសាន្តរបស់គាត់ទៅតែថ្ងៃទី1យប់ទី1ទេបងប្អូនអត់ទាន់បានដើរលេងសំបីតែបន្តិចណាអញ្ចឹងតម្រូវឲ្យត្រូវឲ្យគាត់នឹងគេង2យប់ទៀតប៉ារបស់គាត់ណាក៏បានរិះរកស្វែងរកផ្ទះថ្មីដើម្បីជួលហើយបងលីនគាត់ក៏បានបញ្ជាក់ដែរថាប្រហែលជាផ្ទះហ្នឹងមកពីអញ្ចឹងហើយបានជាអត់សូវមានអ្នកគេងអត់សូវមានសម្រាប់ម្យ៉ាងទៀតមិនមែនតែគាត់ទេសំបីតែប៉ាម៉ាក់របស់គាត់ណាក៏បាននិយាយថាក៏បានជួបដែរគាត់ថាពួកគាត់ជាមនុស្សចាស់ហើយគាត់មិនសូវជាខ្លាចទេប៉ុន្តែពេលមកដល់ផ្ទះគាត់ក៏បាននិយាយដែរគាត់ថាបានឮសូរសំឡេងគេខ្វោតគេខ្វាតសំឡេងខ្វាតសំឡេងអីអញ្ចឹងដូចជាបងលីនដែរគាត់ថាមិនច្រើនដូចបងលីនទេហើយពេលដែលគាត់បានគេងនៅផ្ទះថ្មីគាត់រកផ្ទះថ្មីបានហ្នឹងគឺគេលក់ធម្មតាពីព្រលឹមអត់ជាពីព្រលប់ហ្នឹងតតែព្រឹកតែម្ដងអត់មានលវីលវលឬសំឡេងឆ្មាយំសំឡេងកូនង៉ែតកូនងាណាយំងាយងងអីគឺអត់ទេគឺគាត់បានគេងតាំងពីពេលត្រឡប់មកពីញ៉ាំអីរួចគឺគាត់ចាប់ផ្ដើមគេងហើយលក់រហូតតតែព្រឹកតែម្ដងអត់មានថាឮសំឡេងរំខានអីទេអញ្ចឹងនេះគឺជារឿងរ៉ាវរបស់បងលីនដែលគាត់បានចែករំលែកកាលពីគាត់នៅវ័យអាយុ14ឆ្នាំ15ឆ្នាំអីហ្នឹងអញ្ចឹងខ្ញុំសូមបន្តជាមួយនឹងរឿងរ៉ាវទី2ដែលគាត់បានជួបដែលរឿងរ៉ាវនេះគឺថ្មីទេវាមិនមែនជារឿងរ៉ាវដែលយូរអង្វែងទេគឺប្រហែលឆ្នាំមុននេះទេដែលកំពុងសោមបេសីអនុត្រូវបានគេអភិវឌ្ឍត្រូវបានគេលើកឡើងឲ្យចេញជាមុខមាត់ថ្មីស្អាតស្រស់ស្អាតជាងមុនអញ្ចឹងហើយពេលដែលគាត់ទៅហ្នឹងគឺគាត់មិនមែនទៅគ្នាច្រើនទេគឺគាត់ទៅពីអ្នកមិត្តភ័ក្តិរបស់គាត់ដែលជាមិត្តភ័ក្តិរៀននៅសាកលវិទ្យាល័យជាមួយនឹងគ្នាហើយចំពោះការទៅលេងអញ្ចឹងគាត់អត់បានប្រាប់ម៉ាក់គាត់ទេអញ្ចឹងកាលណាអត់បានប្រាប់ម៉ាក់គាត់គឺគាត់លួចទៅហើយចំនួនប្រាក់ដែលគាត់យកទៅហ្នឹងក៏មិនមានច្រើនដែរពីព្រោះថាគាត់អត់បានប្រាប់ម៉ាក់គាត់គ្រប់យ៉ាងគឺលុយដែលគាត់សន្សំបានតិចតួចអញ្ចឹងគាត់នាំពុកម៉ាក់គាត់ដើរលេងបងលីនគាត់បានប្រាប់ថាកំឡុងពេលដែលគាត់ទៅដល់កំពង់សោមទៅដល់បេសីអនុហ្នឹងគាត់ក៏បានស្វែងរកផ្ទះសំណាក់សម្រាប់ជួលដេកគាត់អត់រកសន្តាគារទេដោយសារតែគាត់ចង់កាត់បន្ថយការចំណាយច្រើនសន្សំឲ្យបានច្រើនដើម្បីការដើរលេងរបស់គាត់នឹងត្រូវចំណាយលុយតិចរបៀបថាគាត់ដូចជាចង់ challenge ចំពោះខ្លួនឯងគាត់ដែរគាត់មានប្រាក់ប្រមាណអញ្ចឹងទៅគាត់គិតថាអាចដើរលេងបានប្រហែលយប់នៅកំពង់សោមអញ្ចឹងណាអញ្ចឹងគាត់ធ្វើអីក៏របៀបថារាំង sale ដែររាំងសន្សំដែរគឺអត់ហ៊ានប្រើប្រាស់ឬក៏ទិញអីរបស់ថ្លៃគឺអត់ទេបងលីនគាត់បានប្រាប់ថាគាត់ក៏បានមើលប៉ុណ្ណាំស្វែងរកផ្ទះដែលគាត់បានគេងការពីប្រហែលឆ្នាំមុននឹងដែរប៉ុន្តែកន្លែងហ្នឹងគឺត្រូវបានគេវាយចោលហើយអត់នៅសល់ទេប្រហែលជាគេសាងសង់ថ្មីអីក៏មិនដឹងពីព្រោះថាពេលទៅដល់ហ្នឹងគឺគាត់អត់ចាំកន្លែងហ្នឹងឯងគាត់ថានៅតាមឆ្នេរហ្នឹងគឺអត់មានផ្ទះសំណាក់មួយហ្នឹងទេដំណើរពេលដែលគាត់ទៅដល់កន្លែងជួលផ្ទះសំណាក់សម្រាប់ដេកហ្នឹងណាគាត់ក៏បានពិនិត្យមើលដែរដែលពិនិត្យមើលទៅផ្ទះនេះតុបតែងបែប classic បែបទំនើបវាមិនមែនជាបែបបុរាណដូចជាកាលពី10ឆ្នាំមុនទេអញ្ចឹងហើយពេលដែលគាត់បានចូលទៅដល់បន្ទប់គេងរបស់គាត់ហ្នឹងគាត់មានអារម្មណ៍ថាសុវត្ថិភាពគាត់អត់មានអារម្មណ៍ថាអារម្មណ៍អត់ល្អអារម្មណ៍ខ្លាចអីគឺអត់ទេអារម្មណ៍គាត់គឺសុវត្ថិភាពតែម្ដងដោយសារបន្ទប់ហ្នឹងបើទោះបីជាតម្លៃប្រពន្ធដែលគាត់ជួលក៏ពិតមែនប៉ុន្តែវាមានសភាពស្រស់ស្អាតបន្ទប់មើលទៅគឺគេតុបតែងបែបទំនើបសូម្បីតែទូរទស្សន៍នៅជាប់នឹងពីដានហ្នឹងក៏ជាប្រភេទ Smart TV ដែលយើងអាចទស្សនាបានតាមរយៈការប្រើប្រាស់ Wi-Fi ដែរលីនគាត់បានប្រាប់ថាដូចជាមិនមានអីគួរឲ្យព្រួយបារម្ភទេចំពោះបន្ទប់គេងរបស់គាត់ពីរនាក់ហ្នឹងណាអញ្ចឹងគាត់ក៏បានទុកដាក់រៀបចំបង្វិចអីវ៉ាន់រួចក៏នាំគ្នាដើរលេងតាមមាត់សមុទ្រទៅពីព្រោះថាកាលដែលគាត់ទៅហ្នឹងគឺទៅតាមរយៈផ្លូវលឿនលឿនផ្លូវអីចឹងទៅអញ្ចឹងធ្វើដំណើរតែប្រហែលម៉ោងគឺទៅដល់ក្រុងបេសីអនុហើយគាត់ក៏បានដើរលេងតាមឆ្នេរសមុទ្រក្រោយពេលដែលគាត់លេងឆ្អែតនៅពេលល្ងាចក៏ត្រឡប់មកវិញដោយរៀបចំងូតទឹកសម្អាតកាយរួចហើយគាត់ក៏បានចុះទៅរកអីញ៉ាំហើយវេលាមកប្រហែលជាម៉ោង10ម៉ោង11ហ្នឹងគាត់ក៏ត្រឡប់មកវិញលីនគាត់បានប្រាប់ថាគាត់ក៏បានគេងលក់ហើយគេងលក់ហ្នឹងគឺគេងតែមួយសបកទេគាត់ក៏បានភ្ញាក់វិញបងលីនគាត់បានប្រាប់ថាពេលដែលគាត់ភ្ញាក់ហ្នឹងគាត់បានឮសូរសំឡេងមានមនុស្សដើរនៅមុខបន្ទប់ដើរទៅមកចឹងទៅ
ប៉ុន្តែមិនមែនទៅមកជាប់គ្នាទេគឺទៅមកសបកអញ្ចឹងហើយក៏បានលឺសូរសំឡេងហ្នឹងដើរត្រឡប់មកវិញបងលីនគាត់មិនសូវជាចាប់អារម្មណ៍ខ្លាំងអីប្រហែលទេដោយសារតែផ្ទះសំណាក់មួយហ្នឹងគឺមានភ្ញៀវគាត់មកសម្រាប់ហ្នឹងច្រើនដែរអញ្ចឹងគាត់គិតថាប្រហែលជាសំឡេងភ្ញៀវណាដែលគាត់ធ្វើដំណើរចុះឡើងនឹងឯងដោយមិនសូវជាចាប់អារម្មណ៍ទាក់ទងទៅនឹងសំឡេងដើរហ្នឹងទេអញ្ចឹងហើយគាត់ក៏បានសម្រាប់វិញបងលីនគាត់បានប្រាប់ថាក្រោយពេលដែលសម្រាប់វិញបានមកសបកទៀតអាចនិយាយថាប្រហែលជាម៉ោង12ជាងឬក៏ឈានចូលជិតដល់ម៉ោង1ឯហ្នឹងឯងដែលពេលហ្នឹងគាត់ក៏បានឮសូរសំឡេងគេគោះទ្វាររួមផ្សំជាមួយនឹងសំឡេងស្រែកហៅបានន័យថាគោះទ្វារផងហៅផងដូចជាអ្នកស្គាល់គ្នានៅក្នុងបន្ទប់អីចឹងណាប៉ុន្តែពេលហ្នឹងគឺគាត់អត់ក្រោកទេដោយសារតែគាត់យល់ថាសង្ស័យថាគេគោះទ្វារបន្ទប់ទល់មុខគាត់អញ្ចឹងទៅពីព្រោះថាកាលដែលគាត់មកដល់ទីនេះណាគឺមិនមានអ្នកណាគេស្គាល់គាត់ទេមិនមានមិត្តភ័ក្តិឯណាទៀតទេក្រៅពីមិត្តភ័ក្តិរបស់គាត់កំពុងតែគេងនៅក្នុងបន្ទប់នឹងឯងអញ្ចឹងគាត់ក៏បានប្រាស់ខ្លួនដើម្បីសម្រាកម្ដងទៀតបងលីនគាត់បានប្រាប់ថាសំឡេងគោះទ្វារនិងសំឡេងស្រែកហៅហ្នឹងក៏វាបានកើតឡើងជាលើកទី2ប៉ុន្តែលើកទី2នេះគឺវាប្លែកខុសពីលើកទី1ត្រង់ថាសំឡេងហ្នឹងគឺវាលឺខ្លាំងជាងសំឡេងដែលលឺហ្នឹងកាលពីលើកទី1ហើយដែលអាចឲ្យគាត់ហ្នឹងបានប៉ាន់ដឹងថាប្រហែលជាគេហ្នឹងគឺគោះទ្វារបន្ទប់គាត់បងលីនគាត់អត់មានគិតដល់រឿងខ្មោចលងទេគាត់គិតថាប្រហែលជាមានជនខិលខូចអីចឹងទៅមកគោះទ្វារបន្ទប់បងលីនគាត់ក៏បានដាស់មិត្តភ័ក្តិរបស់គាត់ហើយប្រាប់ពីសំឡេងគោះទ្វារហ្នឹងមិត្តភ័ក្តិរបស់គាត់ណាពេលដែលភ្ញាក់ឡើងគាត់ក៏បានឮសូរសំឡេងគោះហ្នឹងដែរដោយហេតុថាពួកគាត់សុទ្ធតែស្រីដូចគ្នាអញ្ចឹងក៏បានកលេចស្វែងរកក្រែងថាមានសម្ភារៈអ្វីមួយដែលអាចថាការពារខ្លួនបានអញ្ចឹងណាហើយគាត់ក៏បាននាំគ្នាធ្វើដំណើរទៅកាន់មុខទ្វារឬជាមុខបន្ទប់ពេលដែលទៅដល់មុខបន្ទប់ហ្នឹងណាគាត់ក៏បានលួចមើលទៅតាមប្រឡោះទ្វារដែលទ្វារហ្នឹងនៅខាងក្រោមគឺមានប្រឡោះតូចនិយាយទៅគឺតូចខ្លាំងមែនតើគាត់ថាអាចថាមើលទៅខាងក្រៅបានបើសិនជាមានជើងមនុស្សមានអីច្បាស់ជាឃើញហើយបងលីនគាត់បានប្រាប់ថាអញ្ចាពេលដែលគាត់ឆ្ងុកមើលទៅគឺគាត់អត់មានឃើញជើងឬក៏អ្វីមួយអីប្លែកទេប៉ុន្តែមួយសបកក្រោយមកណាគាត់ក៏បានឃើញថាដូចជាមានស្មៅមនុស្សដែលដើរកាត់មុខភ្លើងធម្មតាតែកាលណាយើងដើរកាត់មុខភ្លើងច្បាស់ជាមុខភ្លើងហ្នឹងវារាំងមកលុបមកភ្លឹបទៅហើយត្រូវទេប៉ុន្តែវាអត់របៀបថាអត់អាលុតខ្លាំងវាអត់មកលុបខ្លាំងដែលអាចធ្វើឲ្យគាត់នឹងងាយសម្គាល់ថាមានអ្នកគេដើរកាត់និយាយទៅគឺមានមនុស្សអីដើរកាត់អំពូលមួយហ្នឹងក្រោយពីសំឡេងដែលគាត់បានឮទាំងពីរនេះវាស្ងាត់សំឡេងគោះទ្វារសំឡេងនេះស្ងាត់ប្រហែលជាកន្លះម៉ោងដោយវាជាពេលយប់ដែរអញ្ចឹងហើយពួកគាត់ក៏នាំគ្នាចូលទៅសម្រាប់វិញមកដល់ពេលនេះបងប្អូនបងលីនគាត់បានប្រាប់ថាគាត់មិនទាន់បានគិតថាមានខ្មោចលងមានអីទេកាលដែលគោះទ្វារគោះអីហ្នឹងគាត់គិតថាអាចជាមានអ្នកណាមួយដែលគេជួយជន់អាក្រក់អីចឹងចង់ប៉ងធ្វើបាបចង់យាយីគាត់អីចឹងណាហ្នឹងហើយអញ្ចឹងពួកគាត់ក៏បានត្រឡប់មកគេងវិញពេលដែលពួកគាត់ត្រឡប់មកគេងវិញក៏មានអារម្មណ៍ថាមិនសូវសុខអីប្រហែលដែរពីមុនធ្លាប់តែមានអារម្មណ៍ថាសុវត្ថិភាពនៅក្នុងផ្ទះហ្នឹងណាប៉ុន្តែសម្រាប់ទៅពេលហ្នឹងគឺមានអារម្មណ៍ថាមិនសូវសុខតែប៉ុន្តែមុនពេលដែលគាត់មកហ្នឹងគាត់ត្រូវនិយាយថាប្រកាសចិត្តខ្លួនឯងគាត់ថាទ្វាររបស់គាត់ហ្នឹងគឺចាក់កលឹះបានជាក់លាក់បានចិត្ត2ជាន់អញ្ចឹងទៅមានទាំងកលឹះទ្វារធម្មតាមានទាំងចាក់ខ្ទាស់អញ្ចឹងបើទោះបីជាមិនកក់ក្ដៅខ្លាំងក៏គាត់មានអារម្មណ៍ថាបើសិនជាគេអាចទម្លុះបានវាជារឿងមួយដែលវាគាត់បានការពាររួចហើយចង់និយាយថាអញ្ចឹងវាមិនមានអារម្មណ៍ថាខុសចំពោះខ្លួនឯងអញ្ចឹងទៅអញ្ចឹងគាត់ក៏បានគេងពេលហ្នឹងបើទោះបីជាគេមិនលក់ប៉ុន្តែដល់ពេលប្រើពេលរយៈពេលយូរអញ្ចឹងទៅគាត់ក៏បានគេងលក់ទៅបងលៀនគាត់បានប្រាប់ថាគាត់គេងលក់ក្រោយពេលដែលគេងលក់មួយសបកប្រហែលជាម៉ោង1កន្លះទៅម៉ោង2បងលៀនគាត់ក៏បានឮសូរសំឡេងគេប្រើប្រគុណដែលដូចជាមនុស្សកំពុងតែចុចទឹកប្រគុណឲ្យវាហូរទៅអស់អញ្ចឹងណាហើយនៅពេលដែលបានឮហ្នឹងរឿងទី1ដែលបងលីនគាត់សង្ស័យថាជាមិត្តភ័ក្តិរបស់គាត់ស្មានថាមិត្តភ័ក្តិរបស់គាត់ហ្នឹងក្រោកទៅប្រើប្រាស់ប្រគុណអញ្ចឹងទៅជាធម្មតាទេមនុស្សយើងមានរបៀបថាពេលខ្លះពេលយប់យើងទៅបត់ជើងបត់ដៃអញ្ចឹងណាអញ្ចឹងគាត់គិតថាជាមិត្តភ័ក្តិរបស់គាត់ក៏មិនបានកលេចមើលកលេចអីមិត្តភ័ក្តិរបស់គាត់ដែរហើយគាត់ក៏សម្រាកវិញទៅប៉ុន្តែពេលដែលគាត់ទាំងលាវហ្នឹងគាត់ក៏បានឮសូរសំឡេងគេចុចទឹកហ្នឹងម្ដងទៀតដោយពេលហ្នឹងគាត់ចាប់ផ្ដើមសង្ស័យហើយគាត់ថាបើមិត្តភ័ក្តិគាត់ហេតុអីបានបត់ជើងម្ដងចុចម្ដងហើយមិនបានចុចម្ដងទៀតអាសំឡេងហ្នឹងឮម្ដងទៀតនោះអញ្ចឹងគាត់ក៏ងាកមកមើលខាងមិត្តភ័ក្តិរបស់គាត់ដែលកំពុងតែគេងកន្លែងមិត្តភ័ក្តិរបស់គាត់គេងពេលដែលគាត់ប្រែខ្លួនមករកកន្លែងមិត្តភ័ក្តិរបស់គាត់គេងបានគាត់ដឹងថាតាមពិតទៅបងប្អូន
មិត្តភក្តិរបស់គាត់អត់មានក្រោកតាណាទេគឺគាត់កំពុងតែគេងនៅក្បែរបង្លៀននឹងឯងហើយក្រោយពេលដែលគាត់បានឃើញមិត្តភក្តិរបស់គាត់នៅនឹងកន្លែងគាត់គេងអញ្ចឹងណាគាត់ក៏បានដាស់ទៀតគាត់ថាហេមិញហ្នឹងឯងចូលបន្ទប់ទឹកមែនតែមិត្តភក្តិរបស់គាត់បានប្រាប់ថាគាត់អត់បានចូលផងមានអីមែនបង្លៀនគាត់អត់បានប្រាប់មិត្តភក្តិរបស់គាត់ទេខ្លាចថាមិត្តភក្តិរបស់គាត់នឹងខ្លាចប៉ុន្តែបើនិយាយអំពីរឿងនៅក្នុងចិត្តរបស់គាត់វិញគឺគាត់កំពុងតែខ្លាចហើយគាត់ខ្លាចត្រង់ថាមិនមែនជាមិត្តភក្តិរបស់គាត់ទេដែលប្រើប្រាស់បន្ទប់ទឹកអញ្ចឹងច្បាស់ជាមានអ្នកណាម្នាក់ឯងបង្លៀនគាត់ក៏បានងើបចេញពីក្រែដោយហេតុថាមិត្តភក្តិរបស់គាត់ក៏ភ្ញាក់ដែរគាត់អាងថាមានគ្នាពីរនាក់ហើយវាមិនមែនជារឿងថ្មីសម្រាប់គាត់ទេដែលឮសូរសំឡេងអញ្ចឹងដោយដែលបងប្អូនបានដឹងអញ្ចឹងរឿងទី1ដែលគាត់បាននិយាយហ្នឹងគឺជារឿងដែលវ័យរបៀបថាគាត់វ័យ14 15ឆ្នាំអញ្ចឹងអារឿងទី2នេះគឺគាត់មានវ័យធំហើយរឿងកាលពីគាត់ជួបមុនណាក៏វាច្រើនលើសលប់ហើយដែរអញ្ចឹងมันធ្វើអារម្មណ៍របស់គាត់រាំងក្លាហានបន្តិចគាត់ក៏បានដើរទៅកាន់បន្ទប់ទឹកបងប្អូនដឹងមិនទេតាមពិតទៅបន្ទប់ទឹកហ្នឹងគឺបើកទ្វារបើកចំហគាត់ថាគាត់អត់បានឃើញថាបើកចំហដោយសារតែគាត់គេងមកខាងទៀតហើយបន្ទប់ទឹកហ្នឹងគឺបែរមកខាងអញ្ចឹងបានន័យថាទ្វារបើកឬបិទក៏គាត់អត់ដឹងដែរប៉ុន្តែពេលដែលគាត់ដើរមកមើលណាបានដឹងថាទ្វារហ្នឹងបើកនៅក្នុងបន្ទប់ទឹកមិនមានសំបីតែសមល់មនុស្សដូចតែដឹងគ្នាគាត់មានតែ2នាក់ចុះអ្នកណាគេដែលប្រើបន្ទប់ទឹកអញ្ចឹងគឺមានតែចុចហ្នឹងទៅបងប្អូនដោយមិត្តភក្តិរបស់គាត់បានស៊ូនោមគាត់ពេកដោយសង្ស័យជាមួយនឹងអត្តចរិតឬក៏រឹកពីដែលគាត់បានធ្វើហ្នឹងបានគាត់សម្ដែងចេញហ្នឹងណាគាត់ឆ្ងល់អញ្ចឹងទៅគាត់ក៏បំផ្លែងបំភ្លៃមិត្តភក្តិរបស់គាត់ដោយប្រាប់ថាអត់មានអីទេមាញ់ហ្នឹងគាត់តែរបៀបថាយល់សពឬក៏មកមើលអញ្ចឹងណាគាត់ចេះតែប្រាប់អញ្ចឹងទៅអត់ដឹងថាមិត្តភក្តិរបស់គាត់ជឿឬមិនជឿទេគាត់ថាពួកគាត់ក្រោយពេលដែលមិនឃើញអីអញ្ចឹងក៏បាននាំគ្នាចូលមកសម្រាកវិញបង្លីនគាត់បានប្រាប់ថាក្រោយពេលដែលគាត់សម្រាកប្រហែលជាមួយសបកធំគាត់ក៏បានឮសូរសំឡេងទឹកស្រក់តាមក្បាលរមណីនៅក្នុងបន្ទប់ទឹកនឹងទៀតស្រក់តអីចឹងទៅបង្លីនគាត់កាន់តែខ្លាចហើយគាត់ខ្លាចខ្លាំងប៉ុន្តែខ្លាចតែហ៊ានអញ្ចឹងហើយគាត់ក៏បានក្រោកម្ដងនេះគឺគាត់ក្រោកតែម្នាក់ឯងអត់មានដាស់មិត្តភក្តិរបស់គាត់ទេហើយគាត់គិតថាឲ្យតែឃើញគឺគាត់ទាញអ្វីដែលគាត់កាន់នឹងដៃហ្នឹងខ្ញុំមិនដឹងថាជាអីទេប៉ុន្តែគាត់ថានឹងដាក់ឲ្យបែកក្បាលហ្មងអញ្ចឹងបើគាត់បានឃើញគាត់ក៏បានដើរតិចទៅដល់កន្លែងបន្ទប់ទឹកហ្នឹងដោយសារតែគាត់បើកភ្លើងចោលអញ្ចឹងគាត់ក៏បានឃើញនៅក្នុងបន្ទប់ទឹកថាទឹកពិតជាស្រក់មែនស្រក់តាមក្បាលរមណីស្រក់តអញ្ចឹងទៅអូខេអញ្ចឹងគាត់ក៏មានអារម្មណ៍ពីខ្លាចក៏ត្រឡប់មកមិនសូវខ្លាចហើយគាត់ក៏បានទៅបិទទឹកហ្នឹងទៅជាស្ដែងគាត់ថាក្បាលរមណីហ្នឹងគឺមិនមានបើកអីទេគ្រាន់ថាវាលបោតអីបន្តិចអញ្ចឹងទៅដោយសារពីអ្នកណាម្នាក់ដែលគេបិទមិនចិត្តណាហើយក្រោយពេលដែលគាត់បិទហើយគាត់ក៏សម្រាកវិញទៅវេលាម៉ោង 4 ទៀបភ្លឺសម្លេងទឹកស្រក់ហ្នឹងក៏បានលឺម្ដងទៀតបងប្អូនអត់នឹងថាកើតឡើងដោយសារអីទេប៉ុន្តែគាត់បានប្រាប់ថានៅពេលព្រលឹមចិត្តភ្លឺហ្នឹងណាគាត់ក៏បានលឺសូរសម្លេងនឹងទឹកហ្នឹងស្រក់ម្ដងទៀតដោយម្ដងនេះគាត់ក៏បានចូលទៅមើលម្ដងទៀតដូចដែលលើកមុនដែរគឺវាលបើករបៀបថាក្បាលរមណីហ្នឹងគឺវារបូតបន្តិចដូចជាគេបានប្រើអញ្ចឹងជាស្ដែងទៅមិត្តភក្តិរបស់គាត់ណាក៏អត់បានប្រើដែរហើយចំពោះការឮសំឡេងទឹកស្រក់អញ្ចឹងខ្ញុំក៏មិនដឹងថាវាកើតឡើងដោយហេតុអីដែរបើតាមដែលមាន creator យើងមួយចំនួនដែលគាត់ធ្លាប់គេងនៅបន្ទប់ដែលគួរឲ្យខ្លាចអញ្ចឹងគាត់ថាដោយសារតែកម្លាំងទឹកវាបានបុកក្បាលរមណីហ្នឹងបានជាឲ្យក្បាលរមណីហ្នឹងវារបូតម្ដងតិចបងប្អូនខ្ញុំក៏ចង់វិភាគកន្លែងហ្នឹងជាមួយបងប្អូនយើងដែរថាបើសិនជាក្បាលរមណីហ្នឹងវាត្រូវបានទឹកបុកចុះពេលថ្ងៃហេតុអីបានទឹកអត់បុកអញ្ចឹងឬក៏ពេលថ្ងៃហ្នឹងគេប្រើប្រាស់ទឹកច្រើនពេកនាំឲ្យទឹកហ្នឹងវាខ្សោយហើយពេលយប់គេអត់សូវប្រើប្រាស់ទឹកបានជាទឹកហ្នឹងវាទៅតែហូរអាហ្នឹងគឺអាស្រ័យលើបងប្អូនណាអញ្ចឹងរឿងរ៉ាវរបស់បងលីនដែលគាត់បានចែករំលែកទាំងពីររឿងនេះគឺមានតែប៉ុណ្្នឹងទេហើយគាត់ក៏នាំគ្នាត្រឡប់ទៅផ្ទះត្រឡប់ទៅភ្នំពេញវិញដើម្បីបន្តការសិក្សារបស់ពួកគាត់ហ្នឹងគឺយ៉ាងសប្បាយរីករាយទៅអញ្ចឹងរឿងរ៉ាវរបស់យើងនៅក្នុងរាត្រីនេះគឺមានតែប៉ុណ្្នឹងទេ